ប្រជាពលរដ្ឋនៅស្រុកសណ្ដានចំនួន320នាក់ដែលបានពិនិត្យនិងព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យទីក្រុងភ្នំពេញសូមគោរពថ្លែងអំណរគុណចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវតាមរយៈនាយឧត្តមសេនីយ៍ម៉ៅសុផាន់និងលោកជំទាវបណ្ឌិតជាសេរីនៅព្រឹកថ្ងៃទី13ខែសីហាឆ្នាំ2026នៅសាលាស្រុកសណ្ដានបានជួបជុំប្រជាពលរដ្ឋវគ្គទី1ចំនួន109នាក់ក្នុងចំណោមប្រជាពលរដ្ឋលោកយាយលោកតាដែលមានជំងឺភ្នែកចំនួន320នាក់ដែលត្រូវឡើងទៅពិនិត្យនិងព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនាទីក្រុងភ្នំពេញក្រោមការជួយឧបត្ថម្ភសម្របសម្រួលជាមួយលោកវិជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យព្រមទាំងជួយការដោះស្រាយការហូបចុកនិងការស្នាក់នៅពីសំណាក់លោកជំទាវបណ្ឌិតជាសេរីអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋានខេត្តកំពង់ធំនិងអាយដាមនាយឧត្តមសេនីយ៍ម៉ៅសុផាន់អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋានខេត្តនិងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចូលមូលដ្ឋានស្រុកសណ្ដានខេត្តកំពង់ធំដែលបានជួយឧបត្ថម្ភគាំទ្រប្រេងឥន្ធនៈនិងមធ្យោបាយដឹកជញ្ជូនដែលពិធីជួបជុំសំណេះសំណាលនិងជួនដំណើរនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍តូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹកក្រុងកំពង់ធំអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋានស្រុកសណ្ដានលោកស្រីឡាសៅច័ន្ទអភិបាលរងស្រុកស្ទូងដែលមានភារកិច្ចដឹកនាំលោកយាយលោកតាដែលត្រូវទៅពិនិត្យនិងព្យាបាលជំងឺភ្នែកនៅទីក្រុងភ្នំពេញបានឡើងរាយការណ៍បញ្ជាក់ថាចំនួនប្រជាពលរដ្ឋនិងលោកយាយលោកតាដែលបានអញ្ជើញទៅពិនិត្យនិងព្យាបាលជំងឺភ្នែកមានចំនួន320នាក់ដោយចែកចេញជា3វគ្គគឺវគ្គទី1ត្រូវចេញដំណើរនៅព្រឹកថ្ងៃទី13ខែសីហាចំនួន109នាក់ដោយមានរថយន្តក្រុងចំនួន8គ្រឿងវគ្គទី2ត្រូវចេញដំណើរនៅថ្ងៃទី14ខែសីហាដែលមានចំនួន110នាក់ដោយមានរថយន្តចំនួន8គ្រឿងនិងវគ្គទី3ត្រូវចេញដំណើរនៅថ្ងៃទី15ខែសីហាឆ្នាំ2026ចំនួន101នាក់និងមានរថយន្តចំនួន8គ្រឿងជាមួយនេះដែរជំនួសមុខឲ្យប្រជាពលរដ្ឋនិងលោកយាយលោកតាទាំងអស់ដែលត្រូវទៅពិនិត្យនិងព្យាបាលជំងឺភ្នែកសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវនិងសូមគោរពជូនពរសម្ដេចនិងលោកជំទាវសូមទទួលបាននូវពុទ្ធពរទាំង4ប្រការកុំបីឃ្លានឃ្លាតឡើយឧត្តមសេនីយ៍តូសំសុនក្នុងនាមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋានស្រុកសណ្ដានខេត្តកំពង់ធំបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវតាមរយៈលោកជំទាវបណ្ឌិតជាសេរីនិងអាយដាមនាយឧត្តមសេនីយ៍ម៉ៅសុផាន់ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកសណ្ដានពិសេសចំពោះលោកយាយលោកតាដែលបានត្រូវយកចិត្តទុកដាក់ក្នុងការសម្របសម្រួលជាមួយក្រុមគ្រូពេទ្យឯកទេសពិនិត្យនិងព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតព្រមទាំងបានជួយដោះស្រាយការហូបចុកការស្នាក់នៅនិងការដឹកជញ្ជូនពួកគាត់ទាំងទៅទាំងមកតាមផែនការដែលបានគ្រោងទុកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងបានសូមគោរពជូនពរដល់លោកយាយលោកតាដែលត្រូវអញ្ជើញទៅពិនិត្យនិងព្យាបាលជំងឺភ្នែកនៅទីក្រុងភ្នំពេញសូមប្រកបដោយជោគជ័យនិងសុវត្ថិភាពក្នុងការស្នាក់នៅនិងធ្វើដំណើរទាំងពេលទៅនិងត្រឡប់មកវិញ